គ្រួសារត្រកូលលី8ចំនួនទទួលខុសត្រូវលើការរចនានិងការសាងសង់សំណង់ស្ថាបត្យកម្មរាជវង្សឈិងចាប់តាំងពីឆ្នាំ1644ដល់ឆ្នាំ1911ស្ដាប់តែប៉ុណ្ណេះក៏ដឹងទឹកដៃនៃគ្រួសារត្រកូលលីហើយបើមិនមានទឹកដៃល្អសំណង់មិនមាំមិនស្អាតនោះក៏មិនអាចកាន់តំណែងជាគ្រួសារស្ថាបត្យកររហូតដល់8ជំនាន់ឬអាចថាផុតពូជត្រកូលលីតែម្ដងព្រោះធ្លាប់មើលរឿងចិនគឺដឹងហើយថាបើសិនជាល្មើសឬក៏បង្កគ្រោះថ្នាក់ដល់គ្រួសាររាជវង្សនឹងត្រូវប្រហារជីវិត7ជំនាន់តែម្ដងគ្រួសារនេះត្រូវបានព្រះរាជទានឈ្មោះឲ្យថាយ៉ាងស៊ឺលីដែលយ៉ាងស៊ឺមានន័យថាការរចនាស្ថាបត្យកម្មយ៉ាងសំខាន់ជាមួយនឹងពាក្យលីនាមត្រកូលគ្រួសារលីនាំឲ្យយ៉ាងស៊ឺលីតំណាងឲ្យគ្រួសារនិងប្រពៃណីស្ថាបត្យកម្មរបស់ពួកគេវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home បើអូនពុកមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ Admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ខ្លាចដូចអូនពុកមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេចំនួនជាច្រើននៃគ្រួសារលីគឺជាប្រធានស្ថាបត្យករបើតាមភាសាបច្ចេកទេសស្ថាបត្យកម្មគឺគេហៅថាអ្នកដឹកនាំគម្រោងប្លង់ស្ថាបត្យកម្មដែលគ្រួសារលីគឺជាប្រធានស្ថាបត្យកររបស់ស្ដេចឈិងក្រោមការិយាល័យស្ថាបត្យកម្មរបស់រដ្ឋាភិបាលដែលមានឈ្មោះថាយ៉ាងស៊ឺហ្វាងពួកគេមានទំនួលខុសត្រូវក្នុងការរចនានិងរៀបចំរចនាសម្ព័ន្ធផ្លូវការនិងសាសនាសំខាន់ៗរួមមានរាជវាំងសួនច្បារប្រាសាទចេតិយនិងបរិវេណអធិរាជដែលភាគច្រើននៅតែរឹងមាំនិងស្រស់ស្អាតរហូតមកដល់សប្តាហ៍ថ្ងៃនេះនឹងក្លាយទៅជាតំបន់បេតិកភណ្ឌពិភពលោកទៀតផងគម្រោងដែលជាស្នាដៃធំរបស់គ្រួសារលីរួមមានដូចជាវិមានរដូវក្តៅ The Summer Palace ប្រាសាទឋានសួគ៌ The Temple of Heaven ផ្នូរស្ដេចឈិងផ្នែកខាងកើតនិងខាងលិចនិងរមណីយដ្ឋានភ្នំឆឹងទ័រភស្តុតាងដែលបានបង្ហាញរួមមានគំនូសប្លង់ស្ថាបត្យកម្មគម្រោងផែនការនិងគំនូសខ្នាតលម្អិតនៃសំណង់ទាំងនោះរាប់ម៉ឺនសន្លឹកដែលបានកត់ត្រាអំពីដំណើរការនៃការរចនានិងដំណើរការនៃការសាងសង់ទាំងអស់នោះបណ្ណាសាប្រវត្តិសាស្ត្រត្រូវបានគេស្គាល់ជាទូទៅថាបណ្ណាសាយ៉ាងស៊ឺលីស្ថាបត្យកម្មទាំងនេះឥឡូវនេះត្រូវបានគេរក្សាទុកជាចម្បងនៅបណ្ណាល័យជាតិនៃប្រទេសចិនសារមន្ទីរវិមាននិងស្ថាប័នផ្សេងៗទៀតនៅទូទាំងពិភពលោកសារៈសំខាន់នៃវប្បធម៌កំណត់ត្រាយ៉ាងស៊ឺលីផ្ដល់នូវការយល់ដឹងដ៏កម្រលើទ្រឹស្ដីស្ថាបត្យកម្មប្រពៃណីចិនវិធីសាស្ត្ររចនានិងការអនុវត្តវិស្វកម្មពីរាជវង្សឈិងពួកគេត្រូវបានចាត់ទុកថាជាតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការសិក្សាស្រាវជ្រាវដែលសិក្សាពីប្រវត្តិសាស្ត្រស្ថាបត្យកម្មចិនបច្ចេកទេសសំណង់បុរាណនិងបេតិកភណ្ឌវប្បធម៌កេរដំណែលរបស់ពួកគេបង្ហាញថាស្ថាបត្យកម្មចិនពាក់ព័ន្ធទៅនឹងការរចនាជាប្រព័ន្ធសរុបសេចក្តីមកយ៉ាងស៊ឺលីសំដៅទៅដល់ពូជពង្សស្ថាបត្យករដ៏សំខាន់ជាប្រវត្តិសាស្ត្រដែលជាស្នាដៃក្នុងការបង្កើតអគារអធិរាជសំខាន់ជាច្រើនរបស់ប្រទេសចិនហើយបានបន្សល់ទុកនៅកំណត់ត្រាចំណេះដឹងស្ថាបត្យកម្មដ៏យូរអង្វែងពីរាជវង្សឈិងជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ